បងប្អូនប្រកាសជាឆ្ងល់ហើយបងប្អូនប្រកាសជាផ្លែចិត្តហើយថាការចិញ្ចឹមព្រាបមាន់វាពិបាកឬក៏ងាយស្រួលអញ្ចឹងណាបងប្អូនចានិយាយរួមគឺការចិញ្ចឹមសត្វព្រាបមាន់គឺអត់ពិបាកហើយក៏មិនងាយស្រួលដែរបងប្អូនតើតើយើងតាំងចិត្តនិងស៊ូក្នុងការចិញ្ចឹមវាចាំបើសិនជាបងប្អូនដាក់ចិត្តថាចង់ចិញ្ចឹមសត្វព្រាបហើយបងប្អូនត្រូវតែស៊ូបងប្អូនត្រូវតែអំណត់ក្នុងការចិញ្ចឹមសត្វព្រាបនេះចាសួស្តីបងប្អូនទាំងអស់គ្នាចាចូលមកជួបគ្នានៅវីដេអូបង្ហាញពីការចិញ្ចឹមសត្វព្រាបរបស់យើងខ្ញុំចានេះកូនព្រាបមាន់ចាវាចាប់ដើមធំហើយបងប្អូនចាវាញាស់ក៏លឿនធំក៏លឿនដែរបងប្អូនចាហើយបើនិយាយពីចំណៃវិញគឺមានតែពីរមុខទេសម្រាប់ខ្ញុំចាំណាតែបើសិនជាបងប្អូនដទៃទៀតដែលគាត់បានចិញ្ចឹមមិនដឹងថាគាត់ដាក់ចំណីអីគឺខ្ញុំអត់ដឹងទេប៉ុន្តែសម្រាប់ខ្ញុំអញ្ចឹងគឺខ្ញុំមានតែពីរមុខទេគឺមានចំណីមាន់ហើយនឹងផ្លែពោតចាផ្លែពោតគឺទិញយកកាន់ស្រាប់ណាយកមកចាឲ្យវាលាយជាមួយគ្នាដាក់វាស៊ីចឹងទៅបងប្អូនណាចឹងហើយមកបងប្អូនធំលឿនណាពីមុនថ្ងៃមុនទៅបាត់ទូចមួយឯងរោមដល់តន់ចិត្តតែបងប្អូនឃើញខ្ញុំខានថតបោះជូនបងប្អូនមួយថ្ងៃគឺវាធំដល់រោមចិត្តពេញខ្លួនហើយចង់ប្រពន្ធមេប្រពន្ធឈ្មោលเลยបងប្អូនចឹងហើយឃើញបងប្អូនធំលឿនណាហើយបាននិយាយពីមីមេនេះវិញគឺចាប់ដើមពងទៀតហើយពងបានពីឥឡូវវាកំពុងតែចូលក្រាបណាដើម្បីឲ្យពងនឹងញាស់ទៀតដែរបងប្អូនចានិយាយរួមងាយស្រួលចិញ្ចឹមហើយក៏ងាយស្រួលមើលថែដែរអញ្ចឹងណាអត់មានប្របាក់ទេអញ្ចឹងហើយពងព្រាបគឺវាពងបានតែពីរទេពីរគឺវាឈប់ពងហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នា